ឃើញវើកឯងវិចវើករត់ហ្នឹងហើយពួកទ្រីបជក់ស្លឹកខ្ចីបាទសម្មាលទ្រីបបោតែមួយឯងយើងហៅសម្មាលក៏បានហៅទ្រីបក៏បានអត់អីទេព្រោះក្រុមជក់តែមួយឯងតែនេះបងស្អីអូខេបាញ់ទួតលេងអីបងឯងនេះបើសិនជាយើងប្រើមួយកមួយយើងប្រើជីយើងប្រើតម្រូវឲ្យវាចាប់ផ្ដើមដើរផ្កាព្រោះវាដល់យុគវាតែបងឯងអត់ទម្លាក់អាសូតទេអត់តម្លើង phosphor និង potassium ទេឈូកវាលេងស្លឹកខ្លាំងពេកតែពេលណាលេងស្លឹកខ្លាំងពេកវាអត់ទៅគិតគូររឿងផ្កាឯងតោះណាបាទក៏ប៉ុន្តែក្នុងន័យមិនមែនថាឲ្យផ្ដាច់វាទាំងស្រុងទេតែយើងបន្ថយកំហាប់វាឧទាហរណ៍ថាបើយើងប្រើពពួក phosphor 20 potassium 20មានន័យថាអាសូតយើងប្រើសម្រាប់ហូត 10% ក៏បានដែរអញ្ចឹងមានន័យថាឈូកយើងវាដល់ដំណាក់កាលដែលវាដើរផ្កាមានថាដល់វគ្គដែលវាបន្តពូជចឹងព្រោះវ័យដែលវាចាប់ផ្ដើមចេញផ្កាហ្នឹងរុក្ខជាតិគេហៅថាដល់វគ្គបន្តពូជរបស់វាដើម្បីឲ្យវារស់រានមានជីវិតលើផែនដីតហ្នឹងគឺវាមានវគ្គរបស់វាអញ្ចឹងក្រុមគ្រីបក៏វាធ្វើឲ្យក្តោបយ៉ាងដែរហើយបើសិនបើជីវាពពួកបាក់តេរីលាកស្លឹកវិញក៏វាក្តោបយ៉ាងដែរវាសំយោគអត់រួចទេគេអញ្ចឹងបើសិនជាបងឯងផ្ដល់សារធាតុចិញ្ចឹមអាចដាក់ជាមួយនឹងថ្នាំពពួកបាក់តេរីផ្សិតទៅហើយកុំឲ្យវាឈូកហ្នឹងវារៀលទៅកាន់ណាស្លឹកថ្មីក្រោយហ្នឹងវាក្តោបកាន់តែខ្លាំងណាបងខ្ញុំទៅបាញ់បាន2ថ្ងៃចឹងបើបាញ់2ថ្ងៃឲ្យវាស៊ីអស់សិនទៅមានន័យថាអស់ដុសវាចាំពេលថ្ងៃទី4ថ្ងៃទី5បងឯងមើលថាតើជើងទី1ដែលបងឯងបាញ់ហើយផលិតផលដែលបងឯងបាញ់ហ្នឹងរយៈពេល4ថ្ងៃហ្នឹងវាមានប្រែប្រួលអីគេខ្លះបើសិនជាវាប្រែប្រួលមានន័យថាវាបង្ហាញគុណភាពរបស់បងឯងឃើញហើយក៏ប៉ុន្តែបើយើងបាញ់ទៅ4ថ្ងៃ5ថ្ងៃហើយដូចអត់មានប្រែប្រួលសោះជាជំរើសផ្លាស់ប្ដូរទៅទីពូជំរើសយើងមានបើតែយើងប្រើមួយមិនត្រូវយើងរើសអាទី2យកមកដាក់វិញធ្វើម៉េចឲ្យតែទិន្នផលយើងកើនទៅជាជំរើសល្អសម្រាប់បងហើយខ្ញុំមកនេះគ្រាន់តែប្រឹក្សាបងឯងថ្លឹងថ្លែងថាតើជំរើសណាខ្លះដែលយើងអាចប្រើមធ្យោបាយដាំដុះដំណាំឈូកទៅវាល្អកើនទិន្នផលបានហើយមធ្យោបាយណាខ្លះដែលបងឯងអាចទិញថ្នាំយកមកប្រើប្រាស់បានហើយប្រភេទថ្នាំដែលយើងពិភាក្សាគ្នាបានហ្នឹងហើយកុំខូចចិត្តម្នាក់ឯងគេថាសម័យនេះហើយតាម Facebook របស់យើង search មើលបានសួរអ្នកបច្ចេកទេសគេធ្លាប់ប្រើប្រាស់ជោគជ័យសួរទៅដើម្បីរៀនសូត្រដើម្បីរីកចម្រើនទេព្រោះពួកខ្ញុំមកនេះមិនមែនតម្រូវត្រូវតែឲ្យទិញរបស់ខ្ញុំទេគាត់ខ្ញុំចង់ឲ្យបងឲ្យយល់ពីការប្រើប្រាស់ឲ្យត្រូវមហាត់បាននិយាយទូទៅមហាត់បងបាញ់10ធុងហ៎តែខ្ញុំបាញ់ប៉ុណ្ណឹងបាញ់4ធុង4ធុងឯណោះបើ4ធុងមានន័យថាអត់អស់មួយដបផងព្រោះរបស់ខ្ញុំមួយដបខ្ញុំបាញ់បាន10ធុងជាទូទៅឈូក10ធុងគាត់បាញ់មហាត់ព្រោះអត់យកមកអត់ចូលមកតើនៅពីពោបាននៅបងអត់ធ្លាប់ដល់នៅពេញដីតមកមើលសិនបងធ្លាប់ទៅដល់កន្លែងtôi vô mà របស់យើងអាស្លឹកដើមអាផ្កាដុបល្អមកចាប់បានអូនគ្នាទៅពេញទៅកុំ20000យើងប្រើបាន1គីឡូមែនអូន1គីឡូមែន20000ហ្នឹង1គីឡូយើងប្រើបាន2ហាត់ណាបាទខ្ញុំយកហាត់បានមកដែរតាហ្នឹងហើយឲ្យបងមើលមួយតាមវគ្គដែលខ្ញុំចង់ឲ្យបងយល់ហ្នឹងខ្ញុំបញ្យល់ឲ្យបងឲ្យចាំមើលហ្នឹងទូខែមទុកឲ្យបងមើលមួយទៅខ្ញុំជន់អីមួយអញ្ចឹងឈូកបងអានេះបាញ់ជំរុញឲ្យវាដើរផ្កាច្រើនហើយនឹងទុកការលាកស្លឹកបាទនោះបងឲ្យបាញ់ព្យាបាលហ្មងព្រោះតាមមេតាមខ្ពស់អត់តែដែរនេះវាពុំមកមីអញ្ចឹងវាមកវិញទៅវាមកហើយបាទអញ្ចឹងបាទយើងកុំទាន់និយាយដល់កតារៀងពីពពួកសត្វល្អិតយើងនិយាយតែរឿងដល់ការទីរុំទៅនេះបាទរុំអាហ្នឹង trip បងពពួក trip ទូតយើងមានអាកែវប្រិចបានមកឲ្យឃើញបងខ្ញុំអញមានគាត់ធ្វើមហាត់អាហ្នឹងអត់មានបងគាត់ក្នុងខាងខ្ញុំគាត់ទិញមកគាត់នេះមែនមើលឃើញតាបើយើងមានអាកែវប្រិចទៅបានដាក់ទៅឃើញវើកមកហ្នឹងជក់ឲ្យដបអស់ហើយស្លឹកហ្នឹងខ្ចីណាអានេះខ្ចីហើយបងគេអាការៈវាអញ្ចឹងបើសិនជាឈូកយើងចាប់ផ្ដើមក្តោបតាំងពីវ័យខ្ចីប៉ុណ្ណេះអត់ចូលក្រុមស្តង់ដារតែបើលោកគ្រូអានោះក្តោបពីតូចអាហ្នឹងមានន័យថាសុខភាពអញ្ចឹងរួញអញ្ចឹងបើខ្ញុំដូរអាយទៅជួអាទៅដននោះអាចទៅច្រើនហ៎ជួអាទៅដនអានេះបានច្បាស់មកដកមកជើងបងឲ្យមកជិតមកខ្ញុំចិត្តអានេះបងឲ្យថតមួយដូរអាយទៅផ្កាទាំងអីឲ្យគ្រូមើលនេះបងមើលវើកមកបងធ្វើមិនបាញ់ឆ្នាំទឹកដែរទេឯនោះខ្ញុំនោះបងឲ្យមើលមកអានោះសជក់
ដោយក្លិននេះមកឲ្យមើលទ្រីបឃើញវើកឯងវើករត់ហ្នឹងហើយពួកទ្រីបជក់ស្លឹកខ្ចីបាទសម្រាប់តែទ្រីបបោតែមួយទេយើងហៅសម្រាប់ក៏បានហៅទ្រីបក៏បានអត់អីទេព្រោះក្រុមជក់តែមួយទេអញ្ចឹងតែពេលណាយើងអត់បានកំចាត់ទេមើលឃើញទេល្វឹកហ្មង đấy ấy bao ăn nâng tao o nâng មកហាប់ ឃើញទេ mà ăn mà សក្បុស អេអានេះពង ម៉ាដែលវាជក់អញ្ចឹងស្លោកទាំងអស់ហើយ បងមកហាត់ខ្សែ អាហ្នឹងរៀលដាកូនចៅវាហ្នឹងតែ12ថ្ងៃទេយូរផុត21ថ្ងៃទេ មកហាត់ខ្សែដល់ ពងនឹង មកហាត់20ឥឡូវដឹងនៅហាត់មក អញ្ចឹងបោះបងសាក្រួយបងឯងទិញឆ្នាំសម្មើឆ្នាំទ្រីបទៅបើអញ្ចឹងវាស្លឹកមកមូទាំងអស់ គាត់យកមកចង់ ខ្ញុំបានតាក់មកតាមឡានបងថា ខ្ញុំយកគ្នាច្រើនចង់យកមក ព្រោះគោលដៅមកតាបោះរនទេហើយនឹងបោះអ៊ំមកដល់ពេលរនគាត់ថាមើលបោះបងឯងមួយទៀតមកបានស្គាល់ហើយ ហ្នឹងហើយហើយអរគុណដល់បងប្អូនកសិករដែលបានទទួលការប្រឹក្សាយោបល់ពីក្រុមបច្ចេកទេសរបស់យើងខ្ញុំហើយជាចុងក្រោយនេះបើសិនជាបងប្អូនត្រូវការផលិតផលប្រើប្រាស់លើដំណាំឈូកឬក៏ចង់ប្រឹក្សាយោបល់បន្ថែមអីនោះគឺបងប្អូនអាចតាក់ទងមកតាមរយៈ Page ស្ដេចអំរៃ Q ផ្ទាល់បានឬក៏តាមលេខទូរស័ព្ទនាងខ្ញុំបានដាក់នៅខាងក្រោមវីដេអូនេះ